ដើម្បីផុសវីដេអូក្នុង YouTube ឲ្យបានត្រឹមត្រូវនិងមានអ្នកមើលច្រើនអ្នកអាចអនុវត្តតាមជំហានងាយៗខាងក្រោមនេះដើម្បីទទួលបានចំណេះដឹងថ្មីៗពី Channel Utsaron បងប្អូនគ្រាន់តែចុច Subscribe និងដាក់សញ្ញារូបបណ្ដឹងជាការស្រេច របៀបផុសវីដេអូតាមទូរស័ព្ទដៃបើកកម្មវិធី YouTube ចូលទៅកាន់ App YouTube រួចចុចលើសញ្ញាបូកនៅចំកណ្ដាលផ្នែកខាងក្រោមជ្រើសរើសវីដេអូចុចលើពាក្យ Upload a video រួចជ្រើសរើសវីដេអូដែលអ្នកចង់ផុសពីក្នុងទូរស័ព្ទដាក់ចំណងជើងត្អូញសរសេរចំណងជើងឲ្យទាក់ទាញនិងពាក់ព័ន្ធនឹងខ្លឹមសារវីដេអូសរសេរការពិពណ៌នា description បន្ថែមព័ត៌មានលម្អិតអំពីវីដេអូនិងដាក់ hashtag សំខាន់ៗកំណត់ភាពឯកជន visibility ជ្រើសរើសយក public សាធារណៈដើម្បីឲ្យគ្រប់គ្នាអាចមើលឃើញជ្រើសរើសទស្សនិកជនកំណត់ថាវីដេអូនេះបន្ទាប់ពីពិនិត្យរួចរាល់ចុចប៊ូតុង upload បើយើងគិតថាវីដេអូរបស់យើងបានរៀបចំរួចរាល់និងមិនមានខ្វះចន្លោះត្រង់កន្លែងណាមួយឡើយ 2. គន្លឹះបន្ថែមដើម្បីឲ្យវីដេអូមានអ្នកមើលច្រើនដាក់រូបភាព thumbnail បង្កើតរូបភាពតំណាងវីដេអូឲ្យស្អាតនិងទាក់ទាញភ្នែកដាក់ tag បន្ថែមនឹងពាក្យកន្លឹះដែលទាក់ទងនឹងវីដេអូដើម្បីឲ្យងាយស្រួលក្នុងការស្វែងរកជ្រើសរើសប្រភេទវីដេអូកំណត់ប្រភេទវីដេអូឲ្យបានត្រឹមត្រូវដូចជាការកម្សាន្តការអប់រំឬបច្ចេកវិទ្យាគុណភាពវីដេអូព្យាយាមផុសវីដេអូដែលមានកម្រិតច្បាស់ឧទាហរណ៍ 4K ឬ Full HD សម្រាប់បងប្អូនដែលចង់រៀនលម្អិតបន្ថែមពីរបៀបរៀបចំ Channel និងបច្ចេកទេសផុសឲ្យត្រូវស្តង់ដារសូមបងប្អូនទៅ comment ខាងក្រោមសូមអរគុណសម្រាប់ការតាមដាននៅវីដេអូមួយនេះសម្រាប់បងប្អូនថ្មីបើចង់បានចំណេះដឹងពី Channel យើងខ្ញុំសូមជួយ Subscribe និងដាក់សញ្ញារូបកណ្ដឹងម្នាក់មួយបងប្អូននឹងទទួលបានវីដេអូថ្មីៗបន្តទៀត